ទេសភាពធម្មជាតិរបស់ស្រុកស្រែអំបិលខេត្តកោះកុងនេះគឺពិតជាតាក់ទាញចិត្តខ្ញុំបានមែនទែនហើយអាចជំរុញឲ្យខ្ញុំជិះម៉ូតូជាង100គីឡូបងប្អូនដើម្បីទៅលេងហើយក្នុងខែនេះគឺខ្ញុំទៅលេង2ដងហើយដែលវីដេអូមុនខ្ញុំនាំអ្នកនរគ្នាទៅស្គាល់អាងគ្រីគឺផ្លូវពិបាកហើយឥឡូវក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅស្គាល់កន្លែងស្អាតហើយស្រួលងាយទៅជាលក្ខណៈគ្រួសារក៏បានដែរហើយតំបន់នេះគឺស្រុកស្រែអំបិលភ្នំតបជាងនេះឯងកាលពីមុនអ្នកមកលេងតំបន់នេះចង់មកលក្ខណៈគ្រួសារអីគឺខ្វះខាតកន្លែងគេងតែឥឡូវនេះខ្វះបងប្អូនយើងចង់បោះស្តង់នៅលើស្ទឹងពពកក៏បានឬក៏គេងបឹងគីឡូក្នុងភូមិក៏បានដែរក៏ព្រោះថាតំបន់ស្រែអំបិលគឺអាប់ដេតខ្លាំងមែនតើមិនមែនស្កប់ស្ងាត់ដូចកាលពីមុនទេជាពិសេសអ្នកនរគ្នាមកលេងខែនេះគឺសបោសៅមកនឹងតរ៉េនញ៉ាំមែនតើទ្រីបលើកនេះដែរគឺខ្ញុំធ្វើដំណើរចេញពីកពតទៅបងប្អូនចេញតាមផ្លូវជុំការីទៅតកែនកោះស្លាបុកទៅផ្សារ317ទៅឡើងនៅឡៃលោកយាយម៉ៅពេជ្រនិលផ្លូវជាតិលេខ4បងប្អូនថ្ងៃដែលខ្ញុំទៅនេះគឺទៅចំមេឃទៅមលឹមតិចបងប្អូននិយាយពីថាទេសភាពស្អាតយកតែមែនតែនហ្មងផ្លូវនេះឥឡូវនេះគឺយើងបានមកដល់ផ្លូវ8ទៅផ្លូវ48ហើយដើម្បីឆ្ពោះទៅស្ពាន47កោះកុងហើយមកដល់នេះខ្ញុំក៏ចូលផ្សារ47ទិញម្ហូបមួយចំនួនដែរសម្រាប់យប់ហ្នឹងឆ្លងស្ពាន47ហើយមានផ្លូវគ្រោះមួយបត់ទៅស្ដាំបងប្អូនជិះប្រហែលជា10គីឡូនឹងមកដល់តំបន់នេះហើយជិះតាមផ្លូវក៏ជួបអ្នកភូមិគាត់លក់សាវម៉ោងតរ៉េនបងប្អូនក៏ចូលថតនៅចកាហ្មងហើយរបស់ធម្មជាតិបេះតបតនេះគឺឆ្ងាញ់មែនតើអញ្ចឹងបានថាមកលេងស្រុក47ខែនេះបានភ្លក់ផ្លែឈើធម្មជាតិទៀតទ្រីបលើកនេះដែរគឺខ្ញុំមកគេងពីយប់ហើយយប់ទី1គឺខ្ញុំគេងនៅ47 camping នេះនៅកន្លែងនេះគឺចិត្តស្ទឹងពពកនឹងឯងបលឹមឡើងយើងងើបឡើងទៅមើលពពកបានអញ្ចឹងសម្រាប់អ្នកមកជាលក្ខណៈគ្រួសារអីមកដល់ភ្លាមរៀបចំឲ្យបានរួចក៏បញ្ញាប់ទៅជិះកាយ៉ាបងប្អូនព្រោះថ្ងៃដែលខ្ញុំទៅមកដល់មេឃវារៀងអលឹមតិចអាហ្នឹងវាយរបស់ខ្ញុំចូលចិត្តហ្មងហើយដូចបងប្រុសឲ្យគាត់មកជាលក្ខណៈគ្រួសារអញ្ចឹងជិះកាយ៉ាគឺលេងសប្បាយមែនតើចំពោះកន្លែងគេងគឺមានច្រើនជម្រើសមែនតើបងប្អូនយើងអាចគេងមកបន្ទប់2នាក់3នាក់ក៏បានម៉ាស៊ីនត្រជាក់ក៏បានឬយើងមកគ្រួសារធំហើយយើងអាចគេងអាផ្ទះធំនេះរៀបចំឲ្យមើលទៅបែបស្រុកអ្នកភូមិបងប្អូនប៉ុន្តែមានផាសុខភាពក៏បន្ទប់គឺសិតតែមានម៉ាស៊ីនត្រជាក់ហូបយើងយប់នេះគឺបានមន់ដុតបងប្អូនគឺយើងទិញមកឲ្យចុងភៅគាត់ជួយធ្វើឲ្យអញ្ចឹងមកដើរលេងតាមខេត្តជិះកុំភ្លេចយកធុំមូសមកតាមបងប្អូនជាពិសេសកន្លែងដើរលេងតាមព្រៃតាមមាត់ប្រែកចឹងមិនចេះអត់ទេមូសព្រោះខែភ្លៀងនេះទៅណាក៏មានមូសដែរសំបីនៅផ្ទះយើងប្រចាំថ្ងៃក៏មូសច្រើនដែររាល់ពេលដែលយើងដើរលេងយើងតែងតែចង់អង្គុយញ៉ាំអីឈៀលនិយាយគ្នាបានយូរអីចឹងពេលដែលខ្ញុំចេញទ្រីបចុះខេត្តគឺខ្ញុំតែងតែដាក់ធូបមូសថ្នាំបាញ់មូសជូលីនៅទៅតាមក៏ព្រោះថាធូបមូសជូលីនេះគឺផ្សែងតិចនិងមានអនុភាពលើសគេ4ដងមិនត្រឹមតែកម្ចាត់តែមួយបងប្អូនក៏អាចកម្ចាត់សត្វល្អិតផ្សេងទៀតបានផងដែរហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកព្រលឹមបងប្អូនបរិយាកាសនេះគឺពិតជាស្អាតស្រស់ស្រាយមែនតើហ្មងអាប់លឹងមើលគ្នាអត់ចង់ឃើញបងប្អូនហើយព្រលឹមឡើងបើសិនជាអ្នកនរគ្នាចង់បានបកងធម្មជាតិស្រស់អីឃើញបងពូគាត់ចែវទូកលើកមងលើកលបអីហ្នឹងអាចសុំទិញពីគាត់បានណាគឺបកងដែលគាត់រកបានពីយប់គឺថ្មីហ្មងហើយនេះគឺខ្ញុំឡើងទៅទឹកធ្លាក់វាលស្រល់2បងប្អូនដែលយើងធ្វើដំណើរតាមស្ទឹងពពកហើយខ្ញុំជិះកាត់ស្ទឹងពពកនេះម៉ោង7ជាង7 8បងប្អូនគឺពពកច្រើនមែនតើអញ្ចឹងអ្នកដែលមកគេងនៅស្រែអំបិល camping នៅក្នុងភូមិអីបើចង់ឡើងមកមើលពពកគឺអាចមកឡើងមកមើលបានព្រោះថាពពកបើខ្ញុំសួរគេទៅចន្លោះពីម៉ោង7ដល់ម៉ោង9បងប្អូនចំពោះវីដេអូតាក់ទងនឹងទឹកធ្លាក់វាលស្រល់2អ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុង page ខ្ញុំបានណាខ្ញុំបានផុសនៅក្នុង page ខ្ញុំរួចហើយយប់ទី2នេះគឺខ្ញុំគេងនៅលើស្ទឹងពពកបងប្អូននៅតាមផ្លូវដែលឡើងស្ទឹងពពកគឺពិតជាស្អាតមែនតើផ្លូវកាច់កោងហើយផ្លូវបេតុងឡើងទៅវារីអគ្គិសនីអញ្ចឹងឡានក៏អាចទៅដល់ដែរថ្ងៃដែលខ្ញុំទៅមកចំមេឃថ្ងៃលិចស្អាតមែនតើហ្មងបរិយាកាសគឺពិតជាស្រស់ស្រាយមែនតើបងប្អូនសម្រាប់អ្នកចូលចិត្តដើរលេងបោះតង់អីមកជួបទស្សនវិជ្ជានេះគឺដឹងតែអែហ្មងហើយយើងក៏ស៊ូតជ្រាបចំបោះតង់រួចក៏ធ្វើម្ហូបញ៉ាំអញ្ចឹងដោយសារយើងមកនេះរៀងជ្រេដែរយប់ដែរម្ហូបថ្ងៃនេះរៀងស្រួលបងប្អូនទៅបោះតង់រកតែអីស្រួលៗគឺយើងមានស្តេកសាច់គោហើយនឹងស្ងោរជ្រូកមាន់ជាមួយនឹងអាំងមាន់ផងដែរជាពិសេសគឺមានតរ៉េនមួយផ្លែទៀតយើងញ៉ាំអីរួចអង្គុយនិយាយគ្នាលេងហើយក៏យើងចូលដេករៀងខ្លួនអញ្ចឹងចាំបលឹមឡើងយើងរៀងឡើងមើលស្ទឹងពពកហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកបលឹមបងប្អូនខ្ញុំទៅដើរលេងតែបលឹមល្ងឹតឡើងគឺខ្ញុំឡើងហើយដើរគូសតង់គេពេញនឹងមកមើលទេសភាពស្រូបខ្យល់អាកាសបរិសុទ្ធអីអញ្ចឹងថ្ងៃដែលខ្ញុំទៅពពកអត់សូវក្រាស់បងប្អូនគ្រាន់ថាទស្សនវិជ្ជានេះវាស្អាតមួយយ៉ាងអញ្ចឹងដោយសារយើងអាចមើលឃើញដៃប្រែកកាច់កោងហើយមានឃើញលេយើភ្នំអីអញ្ចឹងអង្គុយលេងឈៀលជុំគ្នាហើយថតរូបថតអីរួចយើងក៏ញ៉ាំអាហារពេលព្រឹកមានកាហ្វេមានតរ៉េនញ៉ាំទៀតណែហើយយើងក៏ស៊ូតរៀបចំអីវ៉ាន់ត្រឡប់មកវិញហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ